Ok, tao trên trong video đấy dương mình thua làm hạnh sơ bậc cài mũi đại dương mở tới riêng của bạn đấy phần tay và to bị mở video nâng chop với dương nè trên offline từng ọt đi vậy trên trong làm hát kẻ áo chùm nuôn á smart muối đại miên chùm nuôn ăn bột mùi túa bế smart muối đại miên chùm nuôn bị ăn túa nhưng sấy smart của muối đại miên chùm nuôn ăn tủ hay cái offline mình chạy thái a bột b bột c bột cùng 7 chia kề và còn chẳng bây giờយើងឃើញលំហាត់បែបហ្នឹងគឺយើងអាចយកតម្លៃនៃ A B C យកមកជំនួសឲ្យសរសេរទៅជាការ៉េប្រកបចេញទេគឺយើងត្រូវតែកណនាតម្លៃនៃកសោម A B C សិនហើយបន្តមកទៀតចាំយើងយកជំនួសចូលក្នុងផលបូកយើងហើយយើងនឹងសរសេរវាទៅជាការ៉េប្រកបអញ្ចឹងក្នុងការកណនាតម្លៃនៃកសោម A B C គឺយើងមានវិធីសាស្ត្រក្នុងការកណនាហើយពេលដែលសរសេរទៅជាការ៉េប្រកបក៏យើងមានវិធីសាស្ត្រក្នុងការសរសេរដែរអូខេអញ្ចឹងយើងទៅមើលពីវិធីសាស្ត្រក្នុងការដោះស្រាយមួយជំហានទាំងអស់គ្នាអញ្ចឹងយើងអាចចាប់ផ្ដើមកណនាពីតម្លៃនៃកសោម A B C យ៉ាងសិនមកអូខេអញ្ចឹងយើងមានA ស្មើជាមួយនឹង1ដែលមានចំនួន n បូក1តួអូខេអញ្ចឹងពេលដែលយើងឃើញតម្លៃនៃកសោមមួយដែលគេសរសេរបែបហ្នឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវបំលែងវាទៅជាលេខ9ទាំងអស់មូលហេតុអីគេបានយើងត្រូវបំលែងវាទៅជាលេខ9ដោយសារពេលដែលយើងឃើញថាលេខ9មួយតួយើងអាចសេទៅជាគេ10សេគុណ1ដក1អញ្ចឹង10សេគុណ1គឺ10 10ដក1គឺ9មកគេវិញចុះបើ9ពីរតួយើងអាចសេទៅជា10ការ៉េដក1អញ្ចឹង10ការ៉េ100 100ដក1 99វិញចុះបើ9 3តួយើងអាចសរសេរទៅជា10សេគុណ3ដក1 1000ដក1 999វិញអូខេអញ្ចឹងបើយើងអាចបំលែងវាទៅជា9ដែលមានចំនួន n បូក1តួច្បាស់វាច្បាស់ជាស្មើនឹង10សេគុណ n បូក1ដក1អញ្ចឹងតែយើងគួរធ្វើមិនទើបអាចធ្វើឲ្យលេខហ្នឹងក្លាយទៅជាលេខ9ទាំងអស់អូខេអញ្ចឹងមានតែបន្ថែមបន្ថយតួហ្នឹងឯងអញ្ចឹងយើងគុណនឹង9ចែកនឹង9វិញមកជាអាចសេចេះសិនទៅ1ដែលមានចំនួន n បូក1តួអូខេអញ្ចឹងយើងអាចសរសេរតទៀតបានពេលយើងគុណ9ចូលទៅបាន1លើ9កតាឲ្យ9 9.9 តែមានចំនួន n បូក1តួអូខេអញ្ចឹងយើងឃើញថា9ចំនួន n បូក1តួចឹងយើងនឹងទាញបានកសោម A របស់យើងគឺបាន1លើ9កតាឲ្យ10សេគុណ n បូក1ដក1អូខេអញ្ចឹងកសោម A របស់យើងឃើញប៉ុណ្ណឹងអញ្ចឹងយើងទៅកណនាកសោម B ម្ដងកសោម B របស់យើងគឺ1ចំនួន 2n តួអូខេអញ្ចឹង1ចំនួន 2n តួកន្លែងហ្នឹងយើងមិនបាច់ព្យាយាមធ្វើវាទៅជា9ទៀតទេដោយសារយើងកណនានៅកសោម A ហើយបើយើងមើលទៅលំនាំនៃកសោម A យើងឃើញថាមិនពេលដែល1មានចំនួន n បូក1តួគឺវាស្មើ1លើ9 10សេគុណ n បូក1ដក1ចុះបើក្នុងករណីវាមាន 2n តួអញ្ចឹងយើងច្បាស់ជាទាញបាន1លើ9កតាឲ្យ10សេគុណ 2n ដក1ដោយសារអ្វីដែលប្រែប្រួលគឺប្រែប្រួលទៅតាមស្វ័យគុណឯនេះចឹងអត់អញ្ចឹង n បូក1តួស្វ័យគុណ n បូក1ដល់ពេល 2n តួអញ្ចឹងស្វ័យគុណវាគឺ 2n ដែរអូខេអញ្ចឹងឥឡូវហ្នឹងយើងមិនបាច់ព្យាយាមសរសេរទាំងអស់ឡើងវិញកុំឲ្យខាតពេកយើងអាចទាញយកចឹងបានអូខេដល់ពេលយើងមកមើលកសោម C របស់យើងគឺ6ចំនួន n តួ6ចំនួន n តួយើងអាចសេទៅជាមិនយើងអាចសរសេរទៅជា1បានអញ្ចឹងធម្មតាកន្លែងហ្នឹងយើងអាចសរសេរបំលែងវាទៅជា1ហើយបំឡើងវាទៅជា9ហើយបានយើងសរសេរទៅជាទម្រង់បែបនេះអូខេអញ្ចឹងបើក្នុងករណីយើងអត់កណនានៅកសោម A ហើយគឺយើងត្រូវធ្វើវាទៅជា1ហើយឡើងទៅជា9
ប៉ុន្តែដោយសារយើងកណនីនៅកសោម A ហើយអញ្ចឹងអ្វីយើងធ្វើឲ្យទៅជាទម្រង់មួយទាំងអស់មកគឺយើងអាចសរសេរវាទៅជាទម្រង់បែបនេះឯងអូខេអញ្ចឹងយើងធ្វើឲ្យទៅអាចវាទៅជាមួយទាំងអស់គឺយើងអាចសរសេរទៅជា6គុណឲ្យ1 ចំនួន n តួចេះអញ្ចឹងពេលយើងគុណចូលទៅគឺបាន6វិញឯងអូខេអញ្ចឹងពេលដែលយើងឃើញ1ចំនួន n តួយើងសរសេរបានមិនគឺ1លើ9កតាឲ្យ10សេគុណ n ដល់1ចេះអូខេអញ្ចឹងឬក៏យើងអាចសរសេរបានកសោម C របស់យើងគឺ6លើ9កតាឲ្យ10សេគុណ n ដល់1អូខេអញ្ចឹងមកដល់កន្លែងហ្នឹងគឺយើងកណនីកសោម A B C យើងហើយអស់យើងដល់កន្លែងជំនួសហើយសរសេរវាទៅជាក្រេប្រកបម្ដងអញ្ចឹងយើងជំនួសចូលក្នុងផលបូករបស់យើងមកនាំឲ្យ A បូក B បូក C បូក8គឺស្មើជាមួយនឹង A របស់យើងលើ1លើ9 10សេគុណ n បូក1ដល់1 1លើ9តែ10សេគុណ n បូក1ដល់1បូកឲ្យកសោម B 1លើ9ដល់សេគុណ 2n ដល់1បូកកសោម C របស់យើងគឺ6លើ9 10សេគុណ n ដល់1បូកឲ្យ8អូខេអញ្ចឹងកន្លែងហ្នឹងយើងមើលឲ្យទាន់ទាំងអស់គ្នាប្រយ័ត្នដល់ឲ្យដឹងហើយអត់ដឹងសរសេរទៅជាការ៉េប្រកបហ្នឹងអញ្ចឹងយើងឃើញចុងក្រោយគឺមានល្បិចដែរបន្ទាប់ពីយើងកណនីហើយពេលដែលយើងលើកវាទៅជាការ៉េប្រកបតែយើងតាមដានអត់ទាន់ប្រយ័ត្នអត់ដឹងអូខេអញ្ចឹងយើងឥឡូវយើងឃើញថាវាមាន1លើ9ទាំងអស់យើងចាប់1លើ9ជាកតាមកជានេះនៅសល់10សេគុណ n បូក1ដល់1បូកឲ្យ10សេគុណ 2n ដល់1បូកឲ្យចឹងនេះចាប់1លើ9ចេញនៅសល់6អញ្ចឹង6គុណចូលទៅគឺបាន6គុណឲ្យ10សេគុណ n ដល់6បូកឲ្យនាងចាប់1លើ9ចេញយើងគុណថែម9ឲ្យគេវិញអញ្ចឹងត្រូវបាន8គុណ9តែយើងអាចសេ72យកហ្មងទៅអូខេអញ្ចឹងយើងគណនាមកនៅក្នុងវងកញ្ចក់ហ្នឹងចឹងនេះ10សេគុណ n បូក1យើងអាចសេទៅជា10គុណនឹង10សេគុណ n អញ្ចឹងឲ្យនឹកបានមកពីរូបមន្តនេះគេ a សេគុណ n គុណនឹង a សេគុណ m ដែលស្មើជាមួយនឹង a សេគុណ m បូក n អញ្ចឹងយើងសរសេរប្រើរូបមន្តនេះមកគឺបាន10សេគុណ n បូក1ដដែលទេតែយើងបំបែកវាទៅជា10សេគុណ n ដោយសារតែវាអាចគណនាជាមួយនឹង6គុណ10សេគុណ n នេះបានអូខេចឹងនេះ11អញ្ចឹងលេខយើងទុកគណនាដែលលេខទៅយើងអាចសរសេរ10សេគុណ 2n បូកឲ្យ6គុណនឹង10សេគុណ n នេះដក1ដក1ដក6ដក8បូក72គឺបាន64ជាអាចសេមកតង់ទៀតមក1លើ9យើងចាប់10សេគុណ 2n មកមុខមកបូកឲ្យ10គុណ10សេគុណ n បូក6គុណ10សេគុណ n គឺបាន16គុណ10សេគុណ n ហើយបូកឲ្យ64អូខេអញ្ចឹងកន្លែងហ្នឹងបើយើងមើលទៅចូលរូបមន្តនេះគេ a បូក b លើកជាការ៉េឬក៏យើងអាចសរសេរមកតង់ទៀតដើម្បីមើលឃើញឲ្យច្បាស់ថាម៉េចឲ្យវាចូលរូបមន្ត a បូក b លើកជាការ៉េជាអាចសេទៅជា10ស្វ័យគុណ n លើកជាការ៉េបូកឲ្យ2គុណជាមួយនឹង10សេគុណ n គុណជាមួយនឹង8អញ្ចឹងគុណមកបាន16គុណ10សេគុណ n វិញបូកឲ្យ8ការ៉េអូខេអញ្ចឹងមកដល់នេះអាចសេតទៀតបានថា1លើ9តែឲ្យ10សេគុណ n បូក8លើកជាការ៉េជាអាចសេបញ្ចូលគ្នាទៅបាន10សេគុណ n បូក8លើ3ទាំងអស់ហ្នឹងលើកជាការ៉េ
អូខេអញ្ចឹងកន្លែងហ្នឹងយើងអត់តដល់ចម្លើយរបស់យើងទេយើងអាចបំបែកទៅមួយទៀតអញ្ចឹងយើងអាចសេទៅជាចេះបានយើងអាចសេ10សេគុណ n ដក1បូកឲ្យ9លើ3ទាំងអស់ហ្នឹងលើកជាការ៉េសរសេរតទៀតយើងយក3មកមុខមកយើងអាចសេចេះ1លើក3កន្លែងនេះ10សេគុណ n ដក1ច្បាស់ជាបាន9 ចុច9 ចំនួន n តួយ៉ាងហ្នឹងហើយបូកឲ្យ9អូខេអញ្ចឹងកន្លែងហ្នឹងយើងតទាំងអស់គ្នាមូលហេតុបានប៉ុណ្ណឹងជាងដឹងទៅទៀតថា10សេគុណ3ដក1គឺត្រូវបានប៉ុន្មាន999អូខេអញ្ចឹងបើ10សេគុណ3យើងបាន9ចំនួន3ទូចុះឡើយនេះ10សេគុណ n ច្បាស់ជាបាន9ចំនួន n តួអូខេអញ្ចឹងយើងអាចសរសេរតទៀតស្មើហ្នឹងពេលយើងគុណ3បញ្ចូលទៅបានទៅនិយាយយើងសម្រួលដាក់មួយ3អញ្ចឹងលេខ9ទៅជា3 ចុច3ចំនួន n តួបូកឲ្យ3អូខេអញ្ចឹងនេះ complete ការ៉េរបស់គេលើកជាការ៉េអញ្ចឹងយើងបានចម្លើយចុងក្រោយរបស់យើងគឺទៅជា3 ចុច3 6 n តួទាំងអស់ហ្នឹងគឺលើកជាការ៉េអូខេអញ្ចឹងនេះគឺជាការ៉េប្រកបរបស់យើងអូខេអញ្ចឹងឡើយហ្នឹងយើងអាចឆ្លើយបានដូចគេដូចនេះ a បូក b បូក c បូក8ជាការ៉េប្រកបអូខេអញ្ចឹងចប់ប៉ុណ្ណឹងអញ្ចឹងបើយើងមានចម្ងល់អីយើងអាច comment ក្រោមវីដេអូហ្នឹងមកជួបគ្នានៅវីដេអូក្រោយ